បរោះនោះគ្រាន់តែបាញ់ទឹកបន្តិចលើគំរូដោយចៃដន្យហើយវាចាប់ផ្ដើមភ្លៀងដូចជាទឹកបាញ់បន្ថែមបន្តិចហើយដីទាំងមូលក៏ក្លាយជាខៀវស្រងាត់បន្ទាប់មករ៉ាបរោះចំណាស់ដែលកំពុងបើកសៀវភៅគឺជាព្រះទ្រង់បានបង្កើតពិភពលោកនេះប៉ុន្តែនៅថ្ងៃនោះព្រះជាម្ចាស់ស្រាប់តែទតឃើញថាបរិស្ថានជុំវិញមានសម្លេងរំខានពេកបន្ទាប់មករ៉ាមនុស្សកំពុងស្រាវជ្រាវពីរបៀបបង្កើតភ្លើងដោយការត្រដុសប៉ុន្តែឈុតឆាកនេះធ្វើឲ្យព្រះជាម្ចាស់សែកខ្លាំងព្រោះវានឹងត្រូវចំណាយពេល200,000ឆ្នាំក្រោយមកមុនពេលដែលទ្រង់មានបំណងផ្ដល់ភ្លើងដល់មនុស្សប៉ុន្តែវិនាទីបន្ទាប់យោងទៅតាមមនុស្សពួកគេពិតជាបានបង្កើតភ្លើងដោយការត្រដុសនេះធ្វើឲ្យព្រះជាម្ចាស់ខឹងហើយពន្លត់វាភ្លាមបន្ទាប់មកជំនួយការរបស់គាត់បានផ្លុំស្រាលពន្លត់ភ្លើងតែមួយគត់នៅក្នុងពិភពលោកមនុស្សប៉ុន្តែរឿងនេះនៅតែមិនបានធ្វើឲ្យព្រះជាម្ចាស់ស្ងប់កំហឹងរបស់ព្រះបន្ទាប់មកគាត់បានប្រាប់ជំនួយការរបស់គាត់ឲ្យបញ្ជាដំរីឲ្យដេញមនុស្សត្រឡប់ទៅរូងភ្នំត្រជាក់និងសាមវិញមានតែពេលនោះទេដែលព្រះជាម្ចាស់ពេញចិត្តហើយបន្តស្រាវជ្រាវវិទ្យាសាស្ត្រតើអ្នកណានឹងគិតថានៅពេលនោះបរិះក្លាហានម្នាក់នឹងដើរចេញពីរូងភ្នំឃើញបែបនេះព្រះជាម្ចាស់ខឹងយ៉ាងខ្លាំងរហូតដល់គាត់មិនអាចគ្រប់គ្រងខ្លួនឯងបានជំនួយការរបស់គាត់បានរាយការណ៍ថាមនុស្សកំពុងរំដើម្បីហៅភ្លៀងវាបានបង្ហាញថាព្រះភ្លេចបិទរបៀបគ្រោះរងស្ងួតដូច្នេះទ្រង់បានបញ្ជាឲ្យជំនួយការរបស់ទ្រង់ផ្ញើភ្លៀងត្រជាក់មួយជំនួយការគ្រាន់តែបាញ់ថ្នាំស្រាលើទោសាហើយភ្លៀងនោះភ្លៀងក៏ធ្លាក់យ៉ាងខ្លាំងនៅក្នុងពិភពមនុស្សឃើញដូច្នោះមនុស្សមានសេចក្តីរីករាយយ៉ាងខ្លាំងព្រះបានប្រាប់ជំនួយការរបស់ទ្រង់ឲ្យបាញ់ថ្នាំមួយទៀតហើយពិភពលោកទាំងមូលក៏ភ្លឺស្វាងនិងមានពណ៌បៃតងភ្លាមប៉ុន្តែមួយវិនាទីបន្ទាប់ព្រះជាម្ចាស់បានធ្វើការសម្រេចចិត្តដ៏លំបាកមួយទ្រង់ជឿថាអ្វីទាំងអស់របស់មនុស្សជាតិត្រូវតែប្រគល់ដោយដៃរបស់ទ្រង់ផ្ទាល់ដើម្បីអាចចាត់ទុកថាជាការបង្រៀនដល់មនុស្សរឹងរូសទាំងនេះទ្រង់បានបញ្ជាឲ្យជំនួយការរបស់ទ្រង់នាំយកកញ្ចប់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយមកកាន់ពិភពមនុស្សដូច្នេះលីបានធ្វើសកម្មភាពនេះពិភពមនុស្សស្រាប់តែកើតជំងឺផ្ដាសាយហើយកុលសម្ព័ន្ធទាំងមូលចាប់ផ្ដើមដួលដូចដូមីណូប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងក៏ដោយព្រះជាម្ចាស់នៅតែបង្ហាញថាទ្រង់មិនខ្វល់ច្រើនទេជាសំណាងល្អមិនយូរប៉ុន្មានមនុស្សសមូហចំនួននៅក្នុងកុលសម្ព័ន្ធមានការតស៊ូហើយបានជាសេះស្បើយឡើងវិញពួកគេបានដឹងភ្លាមថាមានអ្វីមួយខុសហើយបានលុតជង្គង់ចុះអធិស្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងរហ័សដើម្បីសុំការអភ័យទោសពួកគេថែមទាំងរំដូចជាពួកគេកំពុងផ្ញើសម្បត្តិស្នេហាទៅកាន់ព្រះជាម្ចាស់សកម្មភាពនេះធ្វើឲ្យព្រះជាម្ចាស់សប្បាយចិត្តបន្ទាប់មកទ្រង់បានសម្រេចចិត្តកេងលក់តើអ្នកណានឹងគិតថាបន្ទាប់ពីកេងលក់មួយរយៈពេលខ្លីពិភពមនុស្សនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងព្រះជាម្ចាស់មានបំណងកេងត្រឹមតែ5នាទីប៉ុណ្ណោះតើអ្នកណានឹងគិតថាដរាបណាទ្រង់ភ្ញាក់ឡើងពិភពមនុស្សបានកន់លងផុតទៅពី000ឆ្នាំដោយស្ងាត់ស្ងៀមនឹកឃើញដល់សម័យកាលនៃភាពអត់ឃ្លាននិងទុក្ខវេទនាពីមុនគ្រាន់តែដឹងពីរបៀបវាលើស្ពានសូមមេត្តាផងឥឡូវនេះមនុស្សគ្រប់គ្នាបានផ្លាស់ទៅរស់នៅក្នុងអគារខ្ពស់ទំនើបធ្វើឲ្យមេឃខឹងសម្បាខ្លាំងរហូតដល់ស្ទើរតែសន្លប់ដើម្បីឲ្យមនុស្សដឹងថាអ្នកណាជាម្ចាស់ពិតប្រាកដមេឃចង្អុលទៅអគារខ្ពស់បំផុតនៅក្នុងទីក្រុងបានប្រាប់ជំនួយការថាចក្ខុវិស័យត្រូវបានរារាំងដូច្នេះជំនួយការដោយមិននិយាយអ្វីសោះបានដុតឈើគូសមួយដើមហើយបោះវាទៅអគារដោយមើលអគារកំពុងឆេះយ៉ាងសន្ធោសន្ធៅប៉ុន្តែព្រះនៅតែគិតថាវាមិនគ្រប់គ្រាន់ដូច្នេះទ្រង់បានផ្លុំខ្យល់បក់ខ្លាំងមួយទៀតហើយពុកសិតមួយបានហោះឡើងព្រះបានរំយ៉ាងសប្បាយរីករាយនិងងាយស្រួលដុតភ្លើងខ្លះអូប្រញាប់ឡើងមើលមនុស្សដែលកំពុងត្រូវបានរុញឡើងលើដំបូលព្រះគិតថាការបោះយន្តហោះបន្ថែមទៀតនឹងអស្ចារ្យណាស់ភ្លើងកាន់តែធំឡើងមនុស្សគ្រប់គ្នាចាប់ផ្ដើមអធិស្ឋានហើយជំនួយការបានប្រាប់ព្រះថាប្រសិនបើភ្លៀងធ្លាក់ឥឡូវនេះមនុស្សគ្រប់គ្នានឹងដឹងគុណប៉ុន្តែព្រះមិនបានស្ដាប់ទេព្រោះព្រះបានដឹងថាមនុស្សទាំងនេះនឹងមិននៅស្ងៀមទេហើយបានហៅក្រុមពន្លត់អគ្គិភ័យឲ្យជួយធ្វើឲ្យព្រះឈួតផែនដីនិងមនុស្សជាតិទាំងមូលត្រូវបានបង្កើតឡើងដោយទ្រង់គ្មាននរណាម្នាក់អាចប្រឆាំងនឹងការសម្រេចចិត្តរបស់ទ្រង់បានឡើយប្រញាប់ប្រញាល់យកព្យុះកំបុតត្បូងនោះឡើងមកសូមឲ្យខ្ញុំឃើញជំនួយការបានក្រវីដៃរបស់គាត់យ៉ាងទន់ភ្លន់ព្យុះកំបុតត្បូងបានបោកបក់មកអគារភ្លាមមនុស្សដែលនៅរស់រានមានជីវិតជាបណ្ដោះអាសន្ននៅលើដំបូលត្រូវបានបោកបក់ឡើងលើមេភ្លាមទីក្រុងទាំងមូលក៏ត្រូវបានប្រែក្លាយទៅជាកន្លែងមួយដែលខ្យល់ចម្លែកនេះភាពវឹកវរក្នុងមួយប៉ព្រិចភ្នែករហូតមកដល់ពេលនេះព្រះបានប្រាប់ជំនួយការរបស់គាត់ដោយរីករាយឲ្យទៅយកនំប៉័ងអាំងមកឲ្យគាត់បន្ថែមភាពរំភើបដល់គាត់